Landing. ជាប់បាត់អត់មកដល់ដល់1%ទៀតអូជាប់មិនគាត់ជាប់ហើយវាជាភាំងរហូតកន្លែងទីទួលចាប់បាត់ Zone 10. Oh my god យើងចង់ដឹងថាបង្ហោះចម្ងាយរវាង DJI Neo 2ភ្ជាប់ connect ជាមួយនឹង remote បាទ Tele N3 RC N3 បាទយើងដឹងហើយថារវាង drone មកជាមួយនឹង Tele RC N3 គឺវាបានចម្ងាយឆ្ងាយកម្ពស់តែបើ connect ជាមួយទូរស័ព្ទផ្ទាល់វាបានចិត្តទេបាទ connect យើងពជាលើទូរស័ព្ទផ្ទាល់វាបានត្រឹម 4-500 ម៉ែត្រចម្ងាយនិងកម្ពស់ 50-60 ម៉ែត្រគឺវាដាច់ហើយអានឹងរវាង drone មកទូរស័ព្ទតែនេះដោយសារយើងមានដាក់អង្តែនសេវានេះបាទអង្តែនពីខាងក្រោយវានេះវាភ្ជាប់ទៅធ្វើឲ្យសេវាខ្លាំងវាភ្ជាប់ connect មកជាមួយនឹង remote tele វិជាហ្នឹងបន្ទាប់ហើយ tele ហ្នឹងបញ្ជូនរូបភាពមកកាន់ទូរស័ព្ទអញ្ចឹងហើយបានធ្វើឲ្យវាវិជាបានបញ្ជូនរូបភាពបញ្ជាបានឆ្ងាយបាទឥឡូវយើងចេះផ្ទាល់ថាចង់ដឹងបានប្រហែលអូខេ let's go បងប្អូនកលិបនេះមកស្ដាំដៃអស់មក sport mode គឺវាជាលឿន Bạn đặt ngay ởកម្ពស់ 53 ម៉ែត្រកម្ពស់ 53 ម៉ែត្រ បាទខ្ញុំ rewatch សំឡេងឡើងវិញអញ្ចឹងចំពោះ drone DJI Neo 2នេះវាយើងហោះឆ្ងាយអត់សុវត្ថិភាពទេដោយសារថ្មវាតិចបាទហោះបាន10នាទីជាងទៅពេលហោះខ្យល់ខ្លាំងទៀតទៅមកបានត្រឹមប្រហែលជា12 13នាទី12នាទីចុះក្រោមចាអញ្ចឹងហានិភ័យមែនតើបងប្អូនឃើញវីដេអូនេះស្រាប់ហ្នឹងខ្ញុំ rewatch បាទឡើងវិញនេះនៅពេលដែលវាព្រមានវាដាក់ថាមានព្រមានវាដាក់ return home ថ្មឃើញនៅសល់70-60% 71% តែវាដាក់ឲ្យ return home ត្រឡប់មកវិញដោយសារវាកណនីត្រូវបាទចំនួនខ្យល់ដែលបញ្ច្រាស់ឡើងទៅវិញតែយើងអត់ទេបាទខ្ញុំលើកទី1នេះយើងនៅតែរឹងបាទវិជាទៅមុខទៀតមានណាបាទពេលមកវិញបញ្ច្រាស់ខ្យល់ផងហើយបញ្ច្រាស់ខ្យល់ដឹងហើយគឺ speed ដៀលយឺតបាទឃើញវីដេអូនេះចឹងបាទខ្ញុំចិត្តថាវិជាទៅមុខទៀតចិត្តទៅទៀតបាទឆ្ងាយបាទបើយើងបើទៅជាថ្មបាន20នាទីជាងអីហោះបានឆ្ងាយបាទនេះបាន2-3គីឡូដីតែដោយសារបាទថ្មវាហោះបានតិចយើងវាអាចនឹងបានអស់លេបានទៀតបាទអាប់ដេតថ្មបាន2-3000 មីលីម៉ែត្រមកហោះបានយូរ20នាទី20នាទីជាងទីទួលហ្នឹងអាចហោះបានឆ្ងាយបានតែថ្មដើម original 1600 មីលីម៉ែត្រម៉ោងនេះបាទគឺហានិភ័យណាស់ដូចខ្ញុំហោះតាមគីឡូដីជាងអាពេលទៅបដៅខ្យល់ពេលបញ្ច្រាស់បាទឡើងមកវិញ 5% ទេបាទឥឡូវមិនមកវិញច្រាស់ខ្យល់ទៀតបាទវាទៀបបន្តិចក៏មកទៅខ្យល់បាទឃើញ speed វាយឺតមែនទេមក2 ម៉ែត្រក្នុង3ម៉ែត្រ3ម៉ែត្រជាងក្នុង1វិនាទីបាទវាយឺតមែនទេដល់ពេលយើងហោះទៅឡើងដល់12ម៉ែត្រក្នុង1វិនាទីដល់ពេលមកឡើងមកវិញបញ្ច្រាស់ខ្យល់ឃើញបាទហានិភ័យមែនទេហើយខ្ញុំស្លោស្លន់គឺស្លន់វិញបាទហោះដំបងអត់កម្រដែលមានបញ្ហាអញ្ចឹងហោះ drone ផ្សេងៗដល់ពេលនេះអស់ថ្មគឺភាំងបាទមានថាភាំងយើងរកកន្លែងចតរកសមត្ថភាពទីទួលកុំឲ្យត្រូវទឹករឹងរកអត់មានបាទភាំងទៅចុះទៅដល់ក្រោមបាទបើយើងស្មារតីល្អយើងនឹងវិជាវាមកទីទួលសមត្ថភាពលើភ្លឺស្រែលើអីទំនើទីទៅគឺយើងដើរទៅរើសបានតែនេះគឺគ្រោះថ្នាក់បញ្ហាមែនតែនបាទចូលទឹកត្រូវទឹកមួយចំហៀងបាទវីដេអូនេះឃើញចំនួនម៉ែត្រឃើញថ្មនៅ27%លុតក្រហមនៅខ្ទង់បាទបើយើងដាក់នៅលើទំនប់នេះល្អបាត់បាទបើស្មារតីរឹងបាទវាជានៅលើទំនប់នេះទៅយើងជិះម៉ូតូវងមកខាងបាទមកយក drone នៅនេះទៅបាទតែក៏សំណាងល្អដែរបានគាត់អ្នកដាក់លបម៉ាឡេលបអីរកត្រីនៅហ្នឹងបាទគាត់ឃើញលឺសលេងនោះគាត់ជួយរើសឲ្យដែរមក
បើខ្ញុំដើររកមកខ្លួនឯងក៏វាអាចនឹងយូរដែរបាទបើដើរតាម map ដែលវាបង្ហាញហ្នឹងអាចនឹងវាយូរបាទអញ្ចឹងបើដើរមកលូនទឹកលូនផុកមកពីនោះមកវិញឆ្ងាយដែរអញ្ចឹងព្រោះខ្ញុំដើរមកបានចិត្តពាក់កណ្ដាលផ្លូវគាត់នោះជួយរើសឲ្យមកបានចាប់បាត់អូដើរទៅនោះមកនោះអស់ភ្លើងមកតន់វិជ្ជាខ្យល់នេះចាប់អើយនេះបានគាត់ជួយនេះឃើញចូលទឹកអូជាប់បាត់អូជាប់លេខទី1នេះលាក់បានឪពុកកូននេះឃើញមួយក៏ថតនេះឲ្យឈ្នួល10000គួយរើសធ្លាក់នៅបឹងឈូមិញបាទអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតនៅពេលដែលវាលោតសញ្ញាឲ្យ return home ត្រូវតែចុចអាហ្នឹងគណនីដែលយើងហោះទៅឆ្ងាយដែលយើងឈរនៅមួយកន្លែងអញ្ចឹងតែបើអាពាក្យហ្នឹងបើយើងហោះទៅតាមម៉ូតូ trekking តាមម៉ូតូជិះកង់ក៏ជិះរថយន្ត trekking តាមយើងទៅបើកបរឆ្ងាយពី3គីឡូដីអញ្ចឹងទៅយើងកុំចុច confirm យើងចុច cancel វិញបាទអញ្ចឹងយើងបញ្ជាមកចិត្តរថយន្តនៅចិត្តខ្លួនយើងមកចុះចតមកតែបើយើងចុចconfirm return home មានថាយើង return home ទៅទីតាំងដើមអត់ដល់កន្លែងទេដោយសារយើងមួយយើងឈរនៅមួយកន្លែងវិជាវាមួយយើងធ្វើដំណើរបដៅយើងវិជាបដៅឲ្យវា trekking follow តាមរថយន្តជិះកង់ម៉ូតូអញ្ចឹងបាទវាខុសគ្នាអញ្ចឹងខ្ញុំបញ្ជាក់តាមហ្នឹងបាទវាត្រូវទឹកមួយចំហៀងថ្មខាងលើអត់អីទេបាទត្រូវទឹកមួយផ្នែកកាមេរ៉ាមុខនេះនិងមួយចំហៀងខាងម៉ូទ័រនេះបាទវាត្រូវទឹកផ្នែកក្រោមគាត់ដល់អ្នករើសគាត់ហុចឲ្យមកខ្ញុំភ្លាមខ្ញុំដកថ្មចេញភ្លាមតែម្ដងបាទតោះវាឆ្លងលឿនអញ្ចឹងបាទអញ្ចឹងខ្ញុំដកភ្លាមយកមកដល់ផ្ទះហើយបានដកមួយជាន់ពីរជាន់ទៀតផ្លុំសម្អាតសម្ងួតខ្យល់វាបាទអញ្ចឹងសម្រាប់ Neo 2 នេះបើយើងហោះចិត្តល្អសម្រាប់ trekking follow ថតជិះតាមម៉ូតូរថយន្តនេះ trekking បានល្អយកវាកិច្ចឧបសគ្គបាទ sensor lidar sensor 360 degree ការពារបុកប៉ះហ្នឹងបាទតែបើហោះឆ្ងាយខ្ញុំ recommend drone ផ្សេងទៀតបាទដូចMavic Air 2 Air 3S ហ្នឹងបាទថ្ងៃឆ្ងាយ